សួស្តីបើយើងធ្វើល្អចំពោះនរណាម្នាក់ជួយគេសូម្បីតែខំប្រឹងអស់ស្ទើរកម្លាំងប៉ុន្តែពេលយើងសុំជំនួយតិចតួចពីគេមិនត្រឹមតែបដិសេធទេថែមទាំងប្រមាថយើងទៀតតើអ្នកមានអារម្មណ៍បែបណាខឹងចេះក្នុងចិត្តហើយមែនទេនៅក្នុង1សាមយូអែ25 12 17ដាវីតបានការពារហ្វូងជៀមរបស់ណាបាដែលជាមនុស្សមានទ្រព្យម្នាក់បន្ទាប់មកដល់រដូវបុណ្យកាត់រោមជៀមដែលជាពេលដែលមនុស្សគ្រប់គ្នាចែករំលែកអាហារនិងរីករាយជាមួយគ្នាដាវីតដែលរស់នៅក្នុងទីហោស្ថានជាមួយកូនចៅរបស់គាត់បានគិតថាយើងបានការពារទ្រព្យសម្បត្តិរបស់ណាបាហើយប្រហែលជាគាត់នឹងចែកអាហារពីបុណ្យនេះឲ្យយើងខ្លះក៏ដូច្នេះគាត់បានបញ្ជូនសំណើទៅដោយសុភាពតែណាបាវិញមិនត្រឹមតែបដិសេធទេគាត់ថែមទាំងចំអកដាវីតនិងចាត់ទុកគាត់ដូចជាមនុស្សឥតបានការពេលរឿងនេះដាវីតខឹងខ្លាំងណាស់គាត់យកដាវហើយបាក់ពុកហើយត្រៀមទៅសងសឹកណាបានិយាយតាមត្រង់តើមាននរណាមិនធ្វើបែបនេះទេធ្វើល្អហើយត្រូវគេបញ្ចេញទឹកមាត់ដាក់មុខខឹងឈួតគឺជារឿងធម្មតាប៉ុន្តែបញ្ហាគឺពេលយើងត្រូវអារម្មណ៍ក្តៅគ្រប់គ្រងវាពិបាកណាស់ក្នុងការគិតច្បាស់កំហឹងគ្រប់គ្រងយើងហើយយើងលែងយល់ថាអ្វីត្រូវឬអ្វីឆ្លាតទៀតហើយគ្រាន់តែចង់ធ្វើសកម្មភាពប៉ុណ្ណោះដាវីតស្ទើរតែបំផ្លាញណាបាទាំងស្រុងហើយនៅពេលនោះវាហាក់ដូចជាសម្ហេតុផលប៉ុន្តែបើគាត់ធ្វើបែបនោះជីវិតរបស់គាត់នឹងមានស្នាមប្រឡាក់ធំធេងផ្លូវដើម្បីក្លាយជាស្ដេចអ៊ីស្រាអែលក៏អាចបាត់បង់ដែរកំហឹងគឺបែបនេះឯងវាធ្វើឲ្យយើងឃ្លាតឆ្ងាយពីផ្លូវល្អដែលយើងគួរដើរព្រះយេស៊ូវបានជួបរឿងដែលអាក្រក់ជាងការប្រមាថច្រើនពេលត្រូវគេឆ្កាងនៅលើឈើឆ្កាងក្នុងភាពជឿចាប់និងការក្បត់ព្រះអង្គមិនបានបណ្ដាសាតែអធិស្ឋានថាក៏អបព្រះបតាសូមអត់ទោសឲ្យពួកគេពិតជាអស្ចារ្យណាស់ព្រះអង្គជ្រើសរើសការអត់ទោសជំនួសកំហឹងហើយដោយសារនោះអំពើបាបរបស់យើងក៏ត្រូវបានអត់ទោសផងនេះជារឿងដែលពិបាកស្ដាប់ពេលយើងកំពុងខឹងតែវាផ្លាស់ប្ដូរជីវិតបានបើដាវីតសងសឹកគាត់នឹងត្រូវរែកបន្ទុកនោះពេញមួយជីវិតកំហឹងហាក់ដូចជាផ្ដល់ការពេញចិត្តតែចុងក្រោយវាចាក់សរយើងទុកមនុស្សគ្រប់គ្នាធ្លាប់មានពេលដែលខឹងរហូតចង់ធ្វើអ្វីមួយដែលនឹងស្ដាយក្រោយឆ្លោះជាមួយមិត្តភក្តិខឹងនឹងមិត្តរួមការងារឆ្លើយឬខឹងពេលត្រូវគេបើកាត់មុខពេលបើកឡានលើកក្រោយពេលកំហឹងផ្ទុះឡើងសូមសាកល្បងធ្វើបែបនេះដកដង្ហើមឲ្យវែងហើយប្រគល់កំហឹងនោះទៅព្រះយេស៊ូវគ្រាន់តែនិយាយថាក៏ខ្ញុំទ្រាំនឹងរឿងនេះលែងបានហើយសូមទទួលយកទៅព្រះយេស៊ូវយល់ពីយើងព្រះអង្គដឹងថាយើងមិនល្អឥតខ្ចោះហើយជួយយើងបានការអត់ទោសមិនមែនជាភាពទន់ខ្សោយទេតែជាសេរីភាពជាការជ្រើសរើសសន្តិភាពជំនួសភាពច្របូកច្របល់សប្តាហ៍នេះសាកល្បងម្ដងមើលពេលដល់ឱកាសនោះកុំចាញ់កំហឹងតោងជ្រើសរើសផ្លូវល្អជាមួយគ្នាទៅ Think harder